ទម្លាប់បីយ៉ាងដែលសិស្សទី12មិនគួរធ្វើមុនការប្រឡងបាក់ឌុបចូលមកដល់ទម្លាប់ទី1ការពន្យាពេលវេលាដោយដែលអ្នកបានដឹងរួចមកហើយថាការប្រឡងបាក់ឌុបនឹងចូលមកដល់ក្នុងរយៈពេលឆាប់ខាងមុខនេះការពន្យាពេលវេលាគឺជាទម្លាប់ដ៏អាក្រក់មួយដែលសិស្សទី12គួរជៀសវាងព្រោះបងប្អូនមិនមានពេលវេលាច្រើនទៀតទេការលេងទូរស័ព្ទច្រើនម៉ោងលេងទូរស័ព្ទរហូតដល់យប់ជ្រៅធ្វើឲ្យប៉ះពាល់ការគេងដែលជាកត្តាដ៏ធំប៉ះពាល់ដល់សិស្សថ្នាក់ទី12ទាំងអស់ចាប់ផ្ដើមទន្ទិញសំណួរពីពេលនេះចាប់ផ្ដើមអនុវត្តលំហាត់ពីឥឡូវនេះដើម្បីជៀសវាងភាពស្ដាយក្រោយនៅថ្ងៃប្រកាសលទ្ធផលទម្លាប់អាក្រក់ទី2មិនធ្វើវិញ្ញាសាប្រឡងចាស់ការអនុវត្តវិញ្ញាសាគឺធ្វើឲ្យសិស្សទី12អាចយល់ដឹងអំពីគម្រោងនៃវិញ្ញាសាលំនាំនៃលំហាត់សំណួរដែលក្រសួងបានចេញជារៀងរាល់ឆ្នាំលើពីនេះបងប្អូនក៏អាចធ្វើការតេស្តសមត្ថភាពរបស់ខ្លួនដើម្បីដឹងថាសមត្ថភាពរបស់ខ្លួននៅកម្រិតណាការធ្វើវិញ្ញាសាចាស់ជួយបងប្អូនឲ្យគ្រប់គ្រងពេលវេលាបានល្អនិងបងប្អូនអាចលេខពេលយ៉ាងណាដើម្បីនៅពេលប្រឡងជាក់ស្ដែងបងប្អូនអាចធ្វើវិញ្ញាសាបានទាន់ពេលវេលាទម្លាប់អាក្រក់ទី3ការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃខណៈពេលវេលាកាន់តែខ្លីបងប្អូនមួយចំនួនប្រកាសជាបានប្រៀបធៀបសមត្ថភាពរបស់ខ្លួនទៅនឹងសិស្សដទៃទៀតដោយគិតថាសមត្ថភាពរបស់ខ្លួននៅខ្សោយជាងគេការគិតបែបនេះមិនបានជួយអ្វីដល់ខ្លួនយើងនោះទេប៉ុន្តែវាគឺជាបិសាចដ៏អាក្រក់ដែលធ្វើឲ្យយើងបាត់បង់នូវទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនជាជាងការគិតបែបនេះបងប្អូនគួរតែយកពេលវេលានោះមកវឹកហាត់សមត្ថភាពរបស់ខ្លួនទៅវិញការផ្ដោតលើសមត្ថភាពរបស់ខ្លួនឯងនឹងធ្វើឲ្យបងប្អូនមានអារម្មណ៍ខ្ចង់ 100% ស្វែងរកចំណុចដែលខ្លួនឯងខ្វះខាតនិងព្យាយាមអភិវឌ្ឍវាឲ្យល្អជាងមុនជាចុងក្រោយសង្ឃឹមថាបងប្អូននឹងបានទស្សនាវីដេអូមួយនេះដល់ចប់ហើយទម្លាប់អាក្រក់ទាំង3យ៉ាងនេះសង្ឃឹមថាបងប្អូននឹងបានទម្លាក់ចោលចាប់ពីថ្ងៃនេះតទៅជូនពរបងប្អូនសិស្សថ្នាក់ទី12ទាំងអស់ឲ្យប្រឡងជាប់ទទួលបាននិទ្ទេសល្អគ្រប់គ្នា